នេះគឺជារង្វង់4ជ្រុងដូចជារៀងចាក់ទៅកែនកែង4ជ្រុងអញ្ចឹងបងប្អូនណាបាទអញ្ចឹងកន្លែងនេះគឺខ្ញុំបានគូសរង្វាស់ប្រវែងទៅតឹងបណ្ដោយរួចអស់ជាស្រេចហើយបងប្អូនបាទអញ្ចឹងនៅកន្លែងនេះគឺខ្ញុំចង់បង្ហាញជូនបងប្អូនថាវីដេអូខ្ញុំនេះគឺចង់បង្ហាញជូនបងប្អូនមួយចំនួនដែលមិនទាន់ចេះឬក៏បងប្អូនចេះហើយគឺបងប្អូនអាចយកទៅធ្វើសម្រាប់បានបងប្អូនណាបាទសួស្តីប្រិយមិត្តបាទទាំងអស់គ្នាផងដែរដែលនៅក្នុងសង្គម YouTube បាទហើយបើឃើញវីដេអូខ្ញុំបាទចូលចិត្តវីដេអូខ្ញុំកុំភ្លេចជួយ Subscribe ម្នាក់មួយផងបងប្អូនណាបាទឬក៏ជួយ Like ម្នាក់មួយផងបងប្អូនណាហើយវីដេអូនេះគឺជាចំណេះដឹងរបស់ពុកម៉ែបងប្អូនដែលជាជាងបងប្អូនណាបាទដែលជាជាងឬក៏មិនជាងទេបងប្អូនណាបាទអាចយល់ដឹងទាំងអស់គ្នាបងប្អូនណាបាទនេះគឺជារង្វង់4ជ្រុងដូចជារៀងចាក់ទៅកែនកែង4ជ្រុងអញ្ចឹងបងប្អូនណាបាទអញ្ចឹងកន្លែងនេះគឺខ្ញុំបានគូសរង្វាស់ប្រវែងទៅតឹងបណ្ដោយរួចអស់ជាស្រេចហើយបងប្អូនបាទអញ្ចឹងនៅកន្លែងនេះគឺខ្ញុំចង់បង្ហាញជូនបងប្អូនថាវីដេអូខ្ញុំនេះគឺចង់បង្ហាញជូនបងប្អូនមួយចំនួនដែលមិនទាន់ចេះឬក៏បងប្អូនចេះហើយគឺបងប្អូនអាចយកទៅធ្វើសម្រាប់បានបងប្អូនណាបាទអញ្ចឹងនៅក្នុងនេះគឺខ្ញុំបង្ហាញជូនបងប្អូនរួចជាស្រេចហើយបាទអញ្ចឹងយើងចូលទៅក្នុងវីដេអូយើងវិញបាទអានេះគឺជាផ្ទៃខាងក្រោមបាទអានេះគឺជាផ្ទៃប្រឈួរបងប្អូនណាបាទអានេះគឺជាផ្ទៃបាទខាងលើបងប្អូនណាបាទប្រឈួរនេះបាតអានេះផ្ទៃខាងលើបងប្អូនណាបាទអញ្ចឹងបាទខ្ញុំនឹងគណនាជូនបងប្អូនបាទអញ្ចឹងអានេះផ្ទៃបាតបាទផ្ទៃបាតខាងក្រោមហ្នឹងគឺមានប្រវែង3.30 ម៉ែត្របងប្អូនណាបាទ3.30 ម៉ែត្រហើយកម្ពស់បងប្អូនណាបាទគឺកម្ពស់3.7 ម៉ែត្របងប្អូនណាបាទ3.7 ម៉ែត្រអញ្ចឹងយើងមើលទៅតឹងនៅខាងលើនេះវិញបងប្អូនណាបាទតឹងនៅខាងលើហ្នឹងហើយនៅទៅតឹងខាងក្រោមនេះគឺអត់ដូចគ្នាទេបងប្អូនណាបាទអត់ដូចគ្នាទេខាងលើនេះវាតូចជាងបងប្អូនណាបាទខាងលើមានតែ2.20 ម៉ែត្រទេបងប្អូនណាបាទ2.20 ម៉ែត្រអញ្ចឹងកន្លែងដែលប្រឈួរនេះហើយនៅប្រឈួរខាងនេះបាទកម្ពស់បងប្អូនណាបាទកម្ពស់ហើយនៅខាងនេះហ្នឹងគឺមានប្រវែងស្មើគ្នាបាទ3.7 ម៉ែត្រខាងនេះក៏3.7 ម៉ែត្រដែរបងប្អូនណាបាទអត់តែខាងក្រោមទេបាទខាងក្រោមហើយនៅខាងលើគឺអត់ប៉ុនគ្នាទេបងប្អូនអញ្ចឹងយើងរកផ្ទៃកាឡារបស់យើងវិញបងប្អូនណាបាទរកផ្ទៃកាឡានៅក្នុងរៀងចតុកោណកែងនេះវិញអញ្ចឹងតើយើងយកអ្វីទៅបូកនឹងអីដោយសារតែអានេះគឺខ្ញុំបងប្អូនមួយចំនួនគឺគាត់យល់ហើយបងប្អូនណាបាទអញ្ចឹងយើងយកបាទ3.30 ម៉ែត្របាទបាតខាងក្រោមបាទហើយនឹង2.20 ម៉ែត្រនេះយើងបូកបញ្ចូលគ្នាបងប្អូននេះខ្ញុំសរសេរឲ្យបងប្អូនងាយនឹងយល់បងប្អូនណាបាទអញ្ចឹងយើងបូកបញ្ចូលគ្នាហើយយើងឃើញបាទដោយសារតែខាងក្រោមនេះគឺខ្ញុំអត់បានបកស្រាយសរសេរជាបោះក្បាយប្រមាណទេឃើញប្រមាណគឺសម្រាប់ពុកម៉ែបងប្អូនយល់ដឹងដោយខ្លួនឯងបាទហើយ3.30 ម៉ែត្របូកជាមួយនឹង2.20 ម៉ែត្របាទអញ្ចឹងវាចេញស្មើហើយយើងយកមកចែកជាមួយនឹង2បងប្អូនណាបាទចែកជាមួយនឹង2ហ្នឹងចែករួចវាស្មើទាំងអស់ហ្នឹងវាស្មើប្រមាណហើយបានយើងយកមកគុណជាមួយនឹងកម្ពស់បងប្អូននេះដូចខ្ញុំសរសេរអញ្ចឹងតាមប៊ិចដែលខ្ញុំត្រូវចង្អុលហ្នឹងបងប្អូនណាបាទគុណជាមួយនឹងកម្ពស់3.7 ម៉ែត្រហ្នឹងហើយបានយើងចេញជាផ្ទៃការ៉េក្នុងរង្វង់4ជ្រុងរាងត្រីចតុកោណកែងហ្នឹងបងប្អូនណាបាទចឹងយើងឃើញខាងក្រោមនេះបាទគឺយើងឃើញផ្ទៃសរុបបងប្អូនណាបាទប្រមាណហ្នឹងគឺនៅខាងក្រោមនេះទាំងអស់បងប្អូនណាបាទគឺនៅខាងក្រោមហ្នឹងទាំងអស់អាកន្លែងនេះគឺខ្ញុំអត់បានបូកឲ្យទេបងប្អូនណាបាទបងប្អូនអាចយកទៅបូកខ្លួនឯងបានហើយបើសិនជាបងប្អូនបូកឃើញហើយបងប្អូនដាក់នៅខាងក្រោមនោះបងប្អូនណាបាទអានេះគឺជាកាឡាផ្ទៃពេញបងប្អូនណាបាទកាឡាផ្ទៃពេញហ្នឹងគឺនៅខាងក្រោមនេះ